នេះគឺជាពស់មួយប្រភេទដែលមនុស្សភាគច្រើនមិនសូវបានស្គាល់វត្តមានរបស់វាតែងតែបង្កភាពភ្ញាក់ផ្អើលដល់មនុស្សតើវាជាពស់អ្វីពស់ព្រេងគឺជាពស់មួយប្រភេទដែលមានវត្តមានរស់នៅក្នុងតំបន់ត្រូពិចក្តៅហើយសើមវត្តមានរបស់វាត្រូវបានគេរកឃើញនៅក្នុងទ្វីបអាមេរិកខាងត្បូងទ្វីបអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរជាធម្មតាកសិករតែងតែជួបពស់ប្រភេទនេះតាមស្រែចម្ការប៉ុន្តែគេមិនសូវបានចាប់អារម្មណ៍ថាវាជាពស់អ្វីឡើយទោះបីជាវាមិនល្បីដូចជាពស់ថ្លាន់ពស់វែកនិងពស់កន្ទុយកដឹងក៏ដោយប៉ុន្តែវត្តមានរបស់វាយ៉ាងច្រើនកំពុងលាក់ខ្លួនសំងំក្បែរខ្លួនរបស់យើងជាទូទៅវាមានប្រវែងដងខ្លួនពីកន្លះម៉ែត្រទៅ1ម៉ែត្រនិងទម្ងន់ខ្លួនពី1គីឡូទៅ2គីឡូក្រាមលក្ខណៈពិសេសរបស់វាគឺដងខ្លួនខ្មៅភ្លឺរលោងដូចជាឥន្ធនូហើយនៅតំបន់ខ្លះគេបានហៅពស់នេះថាពស់ឥន្ធនូវាមិនមានពិសនោះទេដូច្នេះហើយបើសិនជាវាជួបសត្រូវវាតែងតែជ្រើសរើសការរត់គេចជាងការបើកការវាយប្រហារហើយវាជាសត្វចូលចិត្តរស់ស៊ីពេលយប់ហើយសំងំលាក់ខ្លួនពេលថ្ងៃដូច្នេះហើយយើងមិនសូវបានឃើញវត្តមានរបស់វានៅពេលថ្ងៃនោះទេប៉ុន្តែនៅពេលយប់យើងបែរជាឃើញពស់នេះមកលេបកូនមាន់កូនទារបស់យើងទៅវិញក៏ព្រោះតែអាហារឈ្ងុយឆ្ងាញ់របស់វាគឺជាកូនមាន់កូនទារបស់យើងនេះឯងនេះហើយជាហេតុផលដែលវាតែងតែសងំលាក់ខ្លួននៅក្បែរផ្ទះយើងដើម្បីរងចាំឱកាសជាធម្មតាពស់ព្រេងមិនចូលចិត្តរស់នៅលើចុងឈើទេតែវាចូលចិត្តរស់នៅតាមតំបន់ដីត្រជាក់ដូចជាមាត់បឹងមាត់ប្រឡាយក្នុងស្រែក្រោមពនូកអុសក្នុងកំពតព្រៃឬក៏ពេលខ្លះវាក៏អាចនៅក្រោមគូតពីងក៏ថាបានដែរជាទូទៅគេមិនបរិភោគសាច់របស់វាទេប៉ុន្តែនៅតំបន់ខ្លះគេបរិភោគសាច់វាហើយថាសាច់របស់វាមានរសជាតិឆ្ងាញ់ទន្ទឹមនឹងនេះក៏មានជំនឿដែរថាសាច់របស់វាអាចព្យាបាលជំងឺរីងរៃបានជាច្រើនមុខផងដែរសរុបមកពស់ព្រេងវាមិនបង្កហានិភ័យដល់យើងទេទោះបីជាពេលខ្លះវាធ្វើជាចោរលួចកូនមាន់កូនទារបស់យើងក៏ដោយប៉ុន្តែពេលខ្លះទៀតវាក៏បានស៊ីសត្វកណ្ដុរដែលតែងតែបង្កការរំខានដល់យើងផងដែរទោះបីជាវាគ្មានពិសប៉ុន្តែយើងក៏មិនគួរធ្វេសប្រហែសចំពោះវាឡើយដោយសារតែមានពស់ដទៃទៀតមានសន្តានស្រដៀងនឹងវាដែលអាចបង្កគ្រោះថ្នាក់ដល់យើងបានតើអ្នកយល់ឃើញបែបណាចំពោះពស់ព្រេងមួយប្រភេទនេះសូមសម្ដែងមតិម្នាក់មួយនៅខាងក្រោមអរគុណដែលបានតាមវីដេអូនេះពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំម្នាក់មួយខ្ញុំនឹងធ្វើវីដេអូថ្មីបន្តទៀតអរគុណនេះបងប្អូនអើយទៅថាភ្លៀងមកមេពីមេមកនេះដាក់មកមួយក្បាលបងប្អូនអើយអែមកបងប្អូនឆ្ងាញ់ហ្មងហូបស្រែតែជាតិណា